ទេសចរភូមិខ្មោចអមតៈការកោះហៅពីភូមិអមតៈរាត្រីមួយដ៏ស្ងប់ស្ងាត់នៅទីក្រុងភ្នំពេញក្រុមនិស្សិតឆ្នាំចុងក្រោយ4នាក់កំពុងជួបជុំគ្នាផឹកកាហ្វេនិងជជែកលេងវីរៈជាមនុស្សមានហេតុផលនិងប្រយ័ត្នប្រយែងបំផុតសីហាជាអ្នកចូលចិត្តផ្សងព្រេងនិងហ៊ានសាកល្បងអ្វីប្លែកៗមករាជាមនុស្សស្លូតត្រង់ភ័យខ្លាចងាយនិងមានវិញ្ញាណទីប៉ាមបន្តិចបន្តួចពិសីជាស្រីឆ្លាតរហ័សរហួននិងតែងតែថតរូបដើម្បីទុកជាអនុស្សាវរីយ៍ឯងអត់លឺគេនិយាយទេវីរៈឥឡូវគេកំពុងល្បីខ្លាំងរឿងទេសចរភូមិខ្មោចហ្នឹងសីហានិយាយដោយទឹកមុខរំភើបខណៈកំពុងរំកើទូរស័ព្ទឲ្យវីរៈមើលវីដេអូខ្លីមួយនៅលើ TikTok ភូមិអមតៈឮថាជាកន្លែងដាអាថរកំបាំងគួរឲ្យព្រឹកខ្លាំងមែនទែននៅកម្ពុជាវីរៈងាក់ក្បាលដោយមិនចាប់អារម្មណ៍ប៉ុន្មានសីហាហើយអាទេសចរភូមិខ្មោចអីហ្នឹងសត្វតែរឿងគេប្រឌិតទេខ្មោចអីណានៅឲ្យគេមើលពិតណាស់វីរៈខ្ញុំក៏គិតដូចវីរៈដែរទៅកន្លែងឆ្ងាយព្រៃភ្នំហើយបើសិនជាមានអីកក់ឡើងមែនតាយ៉ាងធ្វើម៉េចពិសីបញ្ចេញមតិដោយទឹកមុខព្រួយបារម្ភមករាដែលអង្គុយស្ងាត់ស្ងៀមតាំងពីដើមមកស្រាប់តែព្រឺសំពោប៉ុន្តែខ្ញុំធ្លាប់ឮរឿងភូមិអមតៈនេះដែរគេថាភូមិនោះមានរឿងអាក្រក់កើតឡើងកាលពីយូរលង់ណាស់មកហើយមនុស្សស្លាប់អស់ទាំងភូមិដោយសារអាចកំបាំងមួយខ្ញុំក៏មិនចង់ទៅដែរសីហាឃើញមិត្តមិនចាប់អារម្មណ៍ក៏ព្យាយាមបញ្ចុះបញ្ចុលពួកឯងខ្លាចអីនេះជាបទពិសោធន៍ថ្មីមួយយើងជាយុវជនគួរថាស្វែងរកអ្វីប្លែកៗមួយយ៉ាងវាក៏ជាឱកាសល្អសម្រាប់ពិសីថតរូបដែរទៅណាទៅលេងម្ដងទៅខ្ញុំធានាថាវាសប្បាយហើយគ្មានអ្វីត្រូវខ្លាចទេបន្ទាប់ពីការបញ្ចុះបញ្ចូលជាច្រើនដងនិងការភ្នាល់ដ៏គួរឲ្យអស់សំណើចទីផមវីរៈពិសីនិងមករាក៏យល់ព្រមទៅជាមួយសីហាដោយចិត្តមិនសូវចង់ពួកគេបានសម្រេចចិត្តទៅភូមិអមតៈនៅចុងសប្តាហ៍ក្រោយដោយមានការរៀបចំយ៉ាងប្រុងប្រយ័ត្នបើទោះជាគោលបំណងគ្រាន់តែចង់សាកល្បងលេងក៏ដោយព្រឹកថ្ងៃសៅរ៍ពួកគេទាំង4នាក់បានជួបគ្នាជាមួយលោកតាសាន់ដែលជាអ្នកបើកបរនិងជាអ្នកភូមិផងដែរលោកតាសាន់មានវ័យប្រហែលជាង60ឆ្នាំរូបរាងស្គមស្គៀងពុកចង្កាស្កូវត្រង់ចង្កានិងមានភ្នែកស្រទន់តែបង្កប់នៅអាថាកំបាំងលោកតាសាន់មិនសូវនិយាយស្ដីឡើយលោកតាសាន់ធ្លាប់ទៅភូមិអមតៈទេសីហាសួរដោយរំភើបលោកតាសាន់បែរមកមើលបន្តិចរួចងក់ក្បាលតិចធ្លាប់តែយូរហើយភូមិនោះមិនមែនជាកន្លែងសម្រាប់ទេសចរលេងសើចនោះទេសំឡេងរបស់គាត់ស្អកបន្តិចហើយពោពេញដោយការព្រមានពិសីនិងមករាចាប់ផ្ដើមមានអារម្មណ៍មិនស្រួលវីរៈព្យាយាមលួងលោមថាលោកតាសានកុំបារម្ភអីយើងគ្រាន់តែទៅមើលបន្តិចបន្តួចប៉ុណ្ណោះការធ្វើដំណើរបានចាប់ផ្ដើមដំបូងផ្លូវថ្នល់នៅល្អធម្មតាលុះដល់ផ្លូវចូលព្រៃផ្លូវចាប់ផ្ដើមតូចចង្អៀតនិងក្រើមខ្លាំងដើមឈើធំដុះត្រសុំត្រសាយគ្របដំណប់ផ្លូវធ្វើឲ្យបរិយាកាសកាន់តែអាប់អួរក្លិនដីសើមលាយឡំជាមួយក្លិនស្លឹកឈើពុកផុយបានសាយភាយចូលតាមបង្អួចឡានភាពស្ងប់ស្ងាត់លាយឡំជាមួយភាពព្រឺព្រួយបានរុំពួតជុំវិញពួកគេបន្ទាប់ពីបើកបរអស់រយៈពេលជាច្រើនម៉ោងក្រោមមេឃអ៊ូអាប់ទីភពបើកឡានរបស់លោកតាសានក៏បានឈប់នៅគៀមព្រៃមួយកន្លែងយើងបានមកដល់ហើយលោកតាសាននិយាយដោយសំឡេងខ្សឹបហាក់ដូចជាខ្លាចនរណាម្នាក់ឮនៅចំពោះមុខពួកគេគឺជារូបភាពដ៏គួរឲ្យរំថត់នៃភូមិដែលគេបោះបង់ចោលផ្ទះឈើចាស់ទ្រុឌទ្រោមសង់ជាប់គ្នាខ្លះដួលរលំខ្លះទៀតនៅសល់តែក្រុមឆ្អឹងវិលរុក្ខជាតិដ៏អំពួតជុំវិញគ្របដណ្ដប់ស្ទើរតែទាំងអស់ផ្លូវលំដីឡាងរុក្ខជាតិបៃតងខ្ចីមើលទៅហាក់ដូចជាគ្មានមនុស្សជន់ឈ្លីអស់រយៈពេលរាប់សិបឆ្នាំមកហើយភាពស្ងប់ស្ងាត់នោះមិនមែនជាភាពស្ងប់ស្ងាត់ធម្មតាទេតែជាភាពស្ងប់ស្ងាត់ដែលបង្កប់នូវអថោកំបាំងនិងភាពភ័យខ្លាចព្រះអើយពិសីឬតែភ័យខ្លាចជាងមុនភូមិអមតៈពិតជាគួរឲ្យខ្លាចដូចគេនិយាយមែនមករានិយាយទាំងញ័រមាត់សីហាដែលជាអ្នកចូលចិត្តផ្សងព្រេងក៏មានអារម្មណ៍ព្រឺសម្បូរដែរ
ប៉ុន្តែនៅតែព្យាយាមលាក់ហេមើលទៅរឹតតែគួរឲ្យចាប់អារម្មណ៍ទៅវិញទេលោកតាសានចង្អុលទៅរថយន្តខ្ញុំនឹងរងចាំញាក់នៅទីនេះកុំប៉ះពាល់អ្វីទាំងអស់កុំនៅរហូតដល់ថ្ងៃលិចគាត់និយាយដោយសំឡេងធ្ងន់ធ្ងរភូមិនេះមានរឿងរ៉ាវរបស់វាចំពោះទី3ស្រមោលអតីតកាលទោះបីទាំង4នាក់បានដើរចូលទៅក្នុងភូមិអមតៈដោយប្រុងប្រយ័ត្នចំហៀនរបស់ពួកគេបន្លឺសំឡេងលាន់លឺនៅក្នុងភាពស្ងប់ស្ងាត់ដ៏រំខាននោះផ្ទះនីមួយៗមើលទៅហាក់ដូចជាកំពុងលាក់បាំងរឿងរ៉ាវឈឺចាប់រៀងៗខ្លួនក្លិនដីសើមលាយឡំជាមួយក្លិនផ្កាព្រៃក៏មានក្លិនចម្លែកមួយទៀតដែលពិបាកនឹងពន្យល់នោះហាក់ដូចជាក្លិនអប់របស់អ្វីមួយដែលរលួយពិសីលើកាមេរ៉ាថតរូបគ្រប់ទិសទីនេះជាកន្លែងដ៏អស្ចារ្យសម្រាប់ការថតរូបស្បែកខ្មោចនាងនិយាយដើម្បីបន្ធូរអារម្មណ៍ភ័យខ្លាចសីហារត់ទៅបើកទ្វារផ្ទះមួយអាយ៉ាមើលខាងក្នុងនេះខាងក្នុងផ្ទះគ្រឿងសង្ហារឹមចាស់នៅតែមានវត្តមានក្រែឈើពុកផុយទូសម្លៀកបំពាក់បើកចំហាមើលទៅដូចជាគេបោះបង់ចោលភ្លាមនៅលើតុមានចានទទេមួយហើយខ្មុំបន្ទប់មានពាងទឹកដីមួយមករាស្រាប់តែឈប់ឈរស្ងៀមខ្ញុំមានអារម្មណ៍ថាត្រជាក់វីរៈព្យាយាមលួងលោមប្រហែលជាដោយសារអាកាសធាតុត្រជាក់ហើយមករាតែមករាមិនបាននិយាយអ្វីទៀតឡើយនាងបែរជាមើលជុំវិញខ្លួនដោយទឹកមុខភ័យខ្លាចពេលទូកផកូតបន្តដើរចូលទៅជ្រៅពួកគេក៏បានប្រទះឃើញវត្ថុចម្លែកជាច្រើនទៀតនៅផ្ទះមួយពួកគេឃើញតុក្កតាក្មេងលេងចាស់មួយកំពុងអង្គុយលើកៅអីដោយក្បាលបែរមុខមកពួកគេវាហាក់ដូចជាកំពុងសម្លឹងមើលពួកគេមិនបានជាតុក្កតានេះបែរមុខមករកយើងពិសីសួរដោយភ័យខ្លាចប្រហែលជាខ្យល់បក់ឬមាននរណាម្នាក់ដាក់វាបែបនេះហើយវីរៈឆ្លើយដោយព្យាយាមធ្វើចិត្តក្លាហាននៅពេលនោះសីហាបានឮសំឡេងអ្វីមួយពួកឯងឮអីអត់ពួកគេស្ងៀមស្ងាត់សំឡេងនោះគឺសំឡេងក្មេងសើចវាជាសំឡេងខ្សោហាក់ដូចជាបន្លឺចេញពីចម្ងាយឆ្ងាយក្មេងសើចវីរៈងឿងឆ្ងល់ភូមិនេះគ្មានមនុស្សនៅទេតាសំឡេងនោះបាត់ទៅវិញភ្លាមតែក្រោយមកក៏ឮសំឡេងចានឆ្នាំងតុងគិកគ្នាពីផ្ទះមួយទៀតលើកនេះពួកគេទាំង4នាក់បានឮពួកគេសម្លឹងមើលមុខគ្នាដោយភ័យខ្លាចទៅមើលទេសីហាសួរដោយស្ទាក់ស្ទើរទេលោកតាសានថាឲ្យយើងកុំប៉ះពាល់អ្វីទាំងអស់ពិសីនិយាយទាំងញ័រប៉ុន្តែសីហាដោយសារចរិតហ៊ានរបស់គេក៏ដើរទៅកាន់ផ្ទះនោះវីរៈពិសីនិងមករាក៏បង្ខំចិត្តដើរតាមផ្ទះនោះមើលទៅធម្មតាតែនៅពេលពួកគេបើកទ្វារចូលខាងក្នុងស្ងាត់ជ្រាបគ្មានអ្វីខុសប្រកបទីលើយចានឆ្នាំងនៅរៀបចំជាចុងធម្មតាប្រហែលជាពួកយើងឮខុសហើយមើលទៅវីរៈនិយាយតែពេលនោះមករាស្រាប់តែស្រែកណែមើលនោះនាងចង្អុលទៅជញ្ជាំងផ្ទះមានស្នាមដៃកខ្វក់មួយបោះស្រាពេញជញ្ជាំងស្នាមដៃនោះនៅថ្មីហើយមានទំហំប៉ុនដៃក្មេងបរិយាកាសកាន់តែតានតឹងមករាចាប់រាមយំខ្ញុំចង់ទៅវិញហើយខ្ញុំចង់ទៅវិញចាំបន្តិចមករាពិសីលងលោមប្រហែលជាមានអ្នកមកមុនយឿនក៏ថាបានពួកគេបន្តដំណើរទៅមុខទៀតរហូតដល់ពួកគេបានទៅដល់វត្តមួយដែលទ្រុឌទ្រោមបំផុតព្រះវិហារចាស់ដាច់ដំបូលរហែកព្រះពុទ្ធរូបជាច្រើនអង្គត្រូវបាក់បែកមានដើមពោធិ៍ធំមួយដុះនៅកណ្ដាលបរិវេណវត្តនៅពេលនោះពិសីលើកាមេរ៉ាថតស្រាប់តែថ្មទូរស័ព្ទរបស់នាងអស់ភ្លាមអាយ៉ាមិនក៏អស់ថ្មលឿនម្លេះខ្ញុំទើបតែសាក់ពេញទៅតាពេលនោះដែរសំឡេងសៅមួយបានបន្លឺឡើងពីក្នុងព្រះវិហារវាមិនមែនជាសំឡេងមនុស្សទេតែជាសំឡេងភ្លេងបុរាណខ្មែរហាក់ដូចជាឧបករណ៍ត្រែខ្លុយឬរនាតកំពុងលេងបទមួយដ៏សែនសោកសៅសំឡេងនោះចាក់ដោតដល់ឆ្អឹងខ្លងនេះជាសំឡេងអីស៊ីហាសួរដោយសំឡេងញញ័រទឹកមុខរបស់គេលែងហ៊ានដូចមុនហើយនេះមិនមែនជាសំឡេងធម្មតាទេ
វីរៈនិយាយសំឡេងភ្លេងនោះកាន់តែលឺច្បាស់រួចក៏បាត់ទៅវិញភ្លាមមករាបានដួលទៅលើដីសន្លប់បាត់ស្មារតីពួកគេទាំង3នាក់បាននាំមករាទៅរកលោកតាសាននៅខាងក្រៅភូមិលោកតាសានឃើញមករាសន្លប់ក៏ក្រវីក្បាលដោយអស់សង្ឃឹមខ្ញុំបានប្រាប់ហើយកុំនៅយូរពេកគាត់បានយកទុកមកប្រប់ពីលើមុខមករាបន្ទាប់ពីមួយសន្ទុះមករាក៏ភ្ញាក់ឡើងវិញប៉ុន្តែនាងនៅតែញ័រខ្លួនភ័យខ្លាចខ្លាំងខ្ញុំឃើញគេមករានិយាយតឹងទឹកភ្នែកស្រមោលខ្មោចជាច្រើនកំពុងដើរក្នុងវត្តហើយមានស្ត្រីម្នាក់គាត់ស្លៀកសម្លៀកបំពាក់ខ្មែរបុរាណពណ៌សភ្នែករបស់គាត់គួរឲ្យខ្លាចណាស់ពិសីនិងវីរៈសម្លឹងមើលមុខគ្នាពួកគេមិនអាចបដិសេធបានទៀតថាភូមិនេះពិតជាមានអ្វីចម្លែកសីហានៅតែព្យាយាមធ្វើចិត្តរឹងពឹងមករាឯងប្រហែលជាគិតច្រើនពេកហើយប្រហែលជាដោយសារយល់ហត់ពេកតែសំឡេងរបស់សីហាមិនអាចលាក់បាំងភាពភ័យខ្លាចរបស់គេបានឡើយមេឃចាប់ផ្ដើមអាប់អួរថ្ងៃលិចជិតមកដល់លោកតាសានងាកមករកពួកគេទៅវិញទៅអ៊ីឡូវនេះនៅទាន់បើមិនទៅវិញទេវាយឺតពេលហើយសីហាដោយនៅតែមិនព្រមចោះចាញ់នឹងអារម្មណ៍ភ័យខ្លាចក៏និយាយថាលោកតាទៅចាំពួកខ្ញុំក្នុងឡានចុះខ្ញុំចង់នៅឲ្យយូរជាងនេះបន្តិចទៀតខ្ញុំចង់ដឹងថាមានរឿងអីកើតឡើងមែនវីរៈខឹងសម្បាសីហាឯងឈួតហើយឯងមិនឮលោកតាសាននិយាយទេឬឯងមិនឃើញមករាខ្លាចយ៉ាងម៉េចទេឬវីរៈនេះជាឱកាសតែម្ដងគត់យើងមកដល់ហើយម្ដេចក៏មិនសាក់លបងឲ្យដល់ទីផងក្រមសីហានិយាយពិសីក៏ព្យាយាមឃាត់សីហាដែរតែសីហាបានសម្រេចចាត់បាត់ទៅហើយទីបំផុតពួកគេទាំង3នាក់ក៏យល់ព្រមតាមសីហាដោយសារពួកគេមិនអាចទុកសីហាឲ្យនៅម្នាក់ឯងបានលោកតាសានក្រវីក្បាលហើយដកដង្ហើមធំបើអញ្ចឹងសូមកុំទៅណាឆ្ងាយពីគ្នាហើយបើមានរឿងអីកើតឡើងសូមកុំភ្លេចឈ្មោះភិរពុទ្ធគាត់ក៏ដើរទៅរកឡានរបស់គាត់ថ្ងៃបានលិចបាត់បង់ទាំងស្រុងជំនួសដោយភាពងងឹតសូន្យឈឹងពន្លឺចង្គៀងពើរបស់ពួកគេហាក់ដូចជាខ្សោយណាស់មិនអាចបំបត្តិភាពងងឹតនិងភាពរងាបានឡើយភូមិអមតៈបានផ្លាស់ប្ដូរទាំងស្រុងទៅជាកន្លែងផ្សេងមួយនៅពេលយប់ស្រមោលដើមឈើរំលេចរូបរាងចម្លែកคล้ายសំឡេងខ្យល់បក់កាត់ស្លឹកឈើហាក់ដូចជាសំឡេងខ្សឹបខ្សៀវដ៏គួរឲ្យខ្លាចពួកគេបានសម្រេចចាត់ជ្រូកក្នុងផ្ទះធំមួយដែលមើលទៅរឹងមាំជាងគេពួកគេបានដុតភ្លើងបន្តិចបន្តួចដោយប្រើឈើស្ងួតមករានៅតែភ័យខ្លាចនាងបានរុំខ្លួននាងដោយភ័យយ៉ាងជិតខ្ញុំមានអារម្មណ៍ថាគេកំពុងសម្លឹងមើលយើងគុំនិយាយអីមករាគុំនិយាយអីពិសីនិយាយនៅពេលនោះសំឡេងក្មេងសាយក៏បានឮម្ដងទៀតលើកនេះវាមិនមែនជាសំឡេងខ្សោៗទៀតទេតែជាសំឡេងលឺហាក់ដូចជានៅជិតពួកគេរួចក៏មានសំឡេងយំសោកយ៉ាងព្រឺព្រួយអមដោយសំឡេងវត្ថុធ្លាក់ពីលើតុពួកគេងើបមើលទៅទ្វារស្រាប់តែឃើញស្រមោលខ្មៅជាច្រើនបានដើរឆ្លងកាត់ពីមុខទ្វារផ្ទះខ្មោចពិសីស្រែកសីហាព្យាយាមធ្វើខ្លួនក្លាហានមិនមែនទេប្រហែលជាខ្យល់បក់តែដៃរបស់គេញ័រវីរៈបានកាន់ពើយ៉ាងណែនយើងត្រូវនៅជាមួយគ្នាកុំទៅណាផ្ដាច់មុខស្រាប់តែមានសំឡេងកោសទ្វារពីខាងមុខផ្ទះកោយឺតតែខ្លាំងពួកគេសម្លឹងមើលមុខគ្នាគ្មាននរណាម្នាក់ហ៊ានទៅបើកទ្វារឡើយសំឡេងកោសទ្វារក៏បានបន្តទៅទ្វារក៏បានបើកចេញយឺតដោយខ្លួនឯងនៅពីមុខពួកគេគឺភាពងងឹតសូន្យឈឹងនិងរូបរាងស្រមោលជាច្រើនខ្ញុំទ្រាំលែងបានហើយមករាស្រែកនាងរត់ចេញពីផ្ទះទាំងបុកពលមករាឈប់កុំរត់វីរៈស្រែកហាយតែមករាបានបាត់ចូលទៅក្នុងភាពងងឹតបាត់ទៅហើយយើងត្រូវតាមនាងទៅពិសីនិយាយទាំងភ័យស្លិនស្លចាំបន្តិចសីហាស្រាប់តាមប្រទះឃើញសៀវភៅកំណត់ហេតុចាស់មួយកំពុងរាយបាយនៅលើឥដ្ឋវាជាសៀវភៅធ្វើពីស្បែករលួយស្ទើរតែទាំងអស់សីហាបើកសៀវភៅនោះពន្លឺចង្គៀងពិលរបស់គេបានចាំងទៅលើអក្សរបុរាណមួយចំនួនដែលពិបាកអាននេះ
នេះជាចំណុចហេតុរបស់ភូមិនេះនៅក្នុងពន្លឺរាលំរបស់ពិលសីហាបានអានកំណត់ហេតុនោះវាជាកំណត់ហេតុរបស់គ្រូសូត្រមន្តម្នាក់នៅក្នុងភូមិនោះដែលបានកត់ត្រារឿងរ៉ាវនៃភូមិអមតៈកាលពីយូរឡងណាស់មកហើយភូមិអមតៈគឺជាភូមិមួយដ៏រុងរឿងប៉ុន្តែថ្ងៃមួយជំងឺដ៏អាតកំបាំងមួយបានផ្ទុះឡើងមនុស្សបានស្លាប់យ៉ាងរងកាលគ្មានថ្នាំព្យាបាលភូមិនេះបានធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹមសីហាអានដោយសំឡេងញ័រកាលពីយូរឡងណាស់មកហើយភូមិអមតៈគឺជាភូមិមួយដ៏រុងរឿងប៉ុន្តែថ្ងៃមួយជំងឺដ៏អាតកំបាំងមួយបានផ្ទុះឡើងមនុស្សបានស្លាប់យ៉ាងរងកាលគ្មានថ្នាំព្យាបាលភូមិនេះបានធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹមដើម្បីសង្គ្រោះភូមិប្រជាជនបានសម្រេចចិត្តធ្វើពិធីបូជាយ៉ាញ់មួយដែលជាពិធីហាមឃាត់ដើម្បីកោះហៅវិញ្ញាណបុរាណមួយឲ្យមកជួយតែពិធីនោះបានបរាជ័យជំនួសឲ្យការសង្គ្រោះវិញ្ញាណអាក្រក់មួយដែលមានឈ្មោះថាមេម៉ាយខ្មោចបានបង្ហាញខ្លួននាងបានលេបត្របាក់ប្រលឹងមនុស្សគ្រប់រូបនៅក្នុងភូមិនាងធ្វើឲ្យពួកគេក្លាយជាទាសកររបស់នាងជារៀងរហូតនាងបានបន្សល់ទុកត្រឹមតែភាពភ័យខ្លាចនិងប្រលឹងដែលជាប់ឃុំឃាំងអ្នកណាដែលចូលមកក្នុងភូមិនេះនាងនឹងធ្វើឲ្យប្រលឹងនោះក្លាយជាផ្នែកមួយនៃនាងត្រូវការចំណៃនៃភាពភ័យខ្លាចនៅពេលសង្ហាអានចប់ពួកគេទាំង3នាក់បានញ័រខ្លួនព្រួតសំឡេងក្មេងសើចក៏បានលឺម្ដងទៀតតែលើកនេះវាបានប្រែទៅជាសំឡេងយំនិងស្រែកឈឺចាប់នេះជាខ្មោចពិតមែនវីរៈស្រែកយើងត្រូវរកមករាហើយចេញពីទីនេះពួកគេបានរត់ចេញពីផ្ទះនោះចូលទៅក្នុងភាពងងឹតដើម្បីស្វែងរកមករាភាពងងឹតគឺធំធាងដើមឈើមែកឈើវិលរុក្ខជាតិហាក់ដូចជាកំពុងលាតដៃចាប់ពួកគេសំឡេងយំសោកស្រែកឈឺចាប់ស្រមោលខ្មៅបានបង្ហាញខ្លួនគ្រប់ទិសទីពិសីបានស្រែកឲ្យគេហៅមករាឯនៅឯណាស្រាក់តែទូពាក្យទៅឬសំឡេងអ្វីមួយវាជាសំឡេងជើងរបស់នរណាម្នាក់កំពុងរត់សំដៅមករកទូគ្នាក្នុងពន្លឺពេលខ្សោយទូពាក្យឃើញរូបរាងមនុស្សម្នាក់កំពុងរត់យ៉ាងលឿនមករាវីរៈស្រែកតែនៅពេលរូបរាងនោះចូលមកជិតវាមិនមែនជាមករាទេវាជារូបរាងស្ត្រីចំណាម្នាក់សក់រួចរាយភ្នែកក្រឡាស់មាត់បោកហាមាត់ធំនាងស្រែកយំយ៉ាងព្រឺព្រួចហើយលូកដៃចាប់សីហាអូយសីហាស្រែកគេដួលទៅលើដៃពិលក៏របូតចេញពីដៃសីហាវីរៈព្យាយាមចាប់ទាញសីហាតែស្ត្រីចំណាស់នោះបានចាប់ទាញសីហាចូលទៅក្នុងភាពងងឹតបាក់ទៅហើយគេឮតែសំឡេងសីហាស្រែកមួយស្របុករួចក៏ស្ងាត់ឈឹងសីហាវីរៈនិងពិសីស្រែកពួកគេរត់តាមទៅតែភាពងងឹតគឺធំធេងពេកពួកគេមិនអាចរកសីហាឃើញឡើយពួកគេទាំងពីរនាក់បានដឹងថាមិត្តរបស់ពួកគេបានបាត់ខ្លួនម្នាក់ទៀតហើយភាពភ័យខ្លាចបានចូលមកជំនួសកន្លែងភាពក្លាហានពួកគេដឹងថាសៀវភៅកំណត់ហេតុនោះនិយាយការពិតយើងត្រូវតែចេញពីទីនេះឥឡូវនេះវីរៈនិយាយទាំងទឹកភ្នែកពិសីងក់ក្បាលតែមករាឯណាចំពោះទី6ការកាន់កាប់និងការដាស់តឿនពួកគេបានរត់ត្រឡប់ទៅផ្លូវដែលពួកគេមកដោយសង្ឃឹមថានឹងរកឃើញផ្លូវចេញពីភូមិតែផ្លូវនោះមើលទៅមិនដូចមុនទេដើមឈើវិលរុក្ខជាតិបានដុះលឿនខុសធម្មតារារាំងផ្លូវរបស់ពួកគេហាក់ដូចជាត្រូវបានឃុំឃាំងនៅក្នុងភូមិនេះលោកតាសានវីរៈស្រែកហៅតែគ្មាននរណាម្នាក់ឆ្លើយតបឡើយស្រាប់តែពួកគេបានឮសំឡេងមនុស្សនិយាយអ្នកទាំងអស់គ្នាមិនអាចទៅណាបានទេសំឡេងនោះខ្សោតែច្បាស់វីរៈនិងពិសីងាកក្រោយនៅក្នុងពន្លឺពិលពួកគេបានឃើញមករាតែមករាមិនមែនជាមករាទៀតទេភ្នែករបស់នាងក្រឡាស់សម្លឹងមើលទៅមុខដោយគ្មានអារម្មណ៍មុខរបស់នាងស្លែកស្លាំង
នាងបានដើរមករកពួកគេយឺតដោយសំឡេងខ្សោបន្តទៀតមករាឯងកើតអីវីរៈសួរខ្ញុំមិនមែនជាមករាទេសំឡេងរបស់នាងបានប្រែទៅជាសំឡេងស្អកដូចជាស្ត្រីចំណាស់ខ្ញុំជាមេម៉ាយខ្មោចខ្ញុំបានរងចាំអស់រយៈពេលជាច្រើនសតវត្សដើម្បីប្រលឹងថ្មីពិសីស្រែកនាងចូលខ្លួនមករាហើយប្រលឹងអ្នកនឹងคล้ายជាចំណីរបស់ខ្ញុំមករានិយាយដោយសំឡេងមេម៉ាយខ្មោចរួចក៏បានដើរយ៉ាងលឿនសម្ដៅមករកពួកគេវីរៈនិងពិសីបានរត់យ៉ាងលឿនពួកគេរត់ចូលទៅក្នុងវត្តចាស់នោះដោយគ្មានជម្រើផ្សេងពួកគេសង្ឃឹមថានៅទីនោះពួកគេអាចរកវិធីដើម្បីកម្ចាត់វិញ្ញាណអាក្រក់នោះបានពេលពួកគេចូលទៅក្នុងព្រះវិហារស្រមូលខ្មៅជាច្រើនបានបង្ហាញខ្លួននៅជុំវិញពួកគេព្រះពុទ្ធរូបដែលបាក់បែកហាក់ដូចជាកំពុងសម្លឹងមើលពួកគេដោយភាពឈឺចាប់ពួកគេបានឃើញរូបភាពព្រាវនៃអ្នកភូមិដែលស្លាប់ដោយមានសាកសពដេកនៅគ្រប់ទីកន្លែងសំឡេងយំសោកបានបន្លឺឡើងកាន់តែខ្លាំងយើងត្រូវធ្វើម៉េចពិសីនិយាយទាំងយំវីរៈបាននឹកឃើញដល់ពាក្យរបស់លោកតាសានព្រះពុទ្ធលោកតាសានថាឲ្យយើងកុំភ្លេចឈ្មោះព្រះពុទ្ធវីរៈបានចាប់ដៃពិសីយ៉ាងណែនគេបានចាប់ផ្ដើមបួងសួងដោយសំឡេងញញណាមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធាសពិសីក៏បានបន្តតាមវីរៈនៅពេលពួកគេបួងសួងស្រមូលខ្មៅទាំងនោះហាក់ដូចជាមានប្រតិកម្មពួកគេចាប់ផ្ដើមវិលវល់ស្រែកយំកាន់តែខ្លាំងមករាដែលត្រូវបានមេម៉ាយខ្មៅចូលក៏បានឈរនៅមុខតុឃានាងស្រែកគំរាមបានឈប់ខ្ញុំមិនអើអ្នកទៅណាបានទេយើងត្រូវរករបស់ដែលភ្ជាប់មេម៉ាយខ្មៅនឹងពិភពលោកនេះវីរៈស្រាប់តែនឹកឃើញដល់កំណត់ហេតុក្នុងកំណត់ហេតុនិយាយថាពិធីនោះបានបរាជ័យតែវិញ្ញាណអាក្រក់បានបង្ហាញខ្លួនប្រហែលជាមានវត្ថុមួយដែលជាទីតាំងនៃអំណាចរបស់វាពួកគេបានសម្លឹងមើលជុំវិញព្រះវិហារនេះធំទូលាយណាស់វីរៈបានរត់ទៅមើលជុំវិញអាសនៈបាក់បែកនៅក្រោមព្រះពុទ្ធរូបដែលបាក់បែកមួយគេបានប្រទះឃើញវត្ថុចម្លែកមួយវាជាខ្សែប្រាក់ចាស់មួយដែលមាន pendant រូបភាពស្ត្រីម្នាក់កំពុងសម្លឹងមើលដោយទឹកមុខសោកសៅខ្សែនោះមើលទៅដូចជាមានពន្លឺខ្មៅអាប់អួរបន្តិចនេះហើយវីរៈស្រែកពេលនោះមករាដែលត្រូវបានចូលបានបោះខ្លួនមករកវីរៈនាងលោកដៃចាប់បំពង់ការវីរៈយ៉ាងខ្លាំងឯងមិនអាចបំផ្លាញវាបានទេមករាដែលត្រូវបានមេម៉ាយខ្មោចចូលក៏មានកម្លាំងខ្លាំងខុសធម្មតានាងបានច្របាច់បំពង់កកវីរៈមានអារម្មណ៍ថាដង្ហើមស្ទើរតែដាច់ពិសីបានលក់ដៃទៅចាប់ខ្សែនោះទុកមិត្តខ្ញុំទៅពិសីស្រែកហើយព្យាយាមហែកខ្សែនោះមករាបែរមកចាប់ដៃពិសីតែពិសីបានហែកខ្សែនោះចេញនាងបានគប់ខ្សែនោះទៅលើដីរួចក៏ជន់វាបែកខ្ទេចនៅពេលខ្សែនោះបែកខ្ទេចស្រាប់តែមានពន្លឺខ្មៅដ៏ខ្លាំងមួយបានបាំងចេញពីខ្សែនោះសំឡេងស្រែកយំឈឺចាប់បានបន្លឺឡើងពេញព្រះវិហារស្រមោលខ្មៅទាំងអស់បានរលាយបាត់ទៅមករាក៏បានដួលទៅលើដីសន្លប់បាត់ស្មារតីភាពស្ងប់ស្ងាត់បានត្រឡប់មកវិញតែជាភាពស្ងប់ស្ងាត់ដ៏គួរឲ្យរន្ធត់វីរៈនិងពិសីបានដួលទៅលើដីទាំងដង្ហក់ពួកគេបានសម្លឹងមើលមករាដែលដេកសន្លប់បាត់ស្មារតីមករាវីរៈរត់ទៅត្រួតពិនិត្យមករានាងនៅមានដង្ហើមតែស្លេកស្លាំងពេលនោះដែរពួកគេក៏បានឮសំឡេងឡានរបស់លោកតាសានបានបង្ហាញខ្លួននៅមុខព្រះវិហារដោយមានទឹកមុខស្លៃខ្លាំងខ្ញុំឮសំឡេងស្រែកយ៉ាងខ្លាំងខ្ញុំដឹងថាមានរឿងមិនល្អកើតឡើងលោកតាសាននិយាយតើមានរឿងអីកើតឡើងវីរៈបានប្រាប់លោកតាសានគ្រប់រឿងលោកតាសានគ្រូវិក្បាលខ្ញុំបានប្រាប់ហើយតែអ្នកមិនព្រមស្ដាប់ខ្ញុំលោកតាសានបានជួយទួពាកលើកមករាចូលទៅក្នុងឡានពួកគេបានធ្វើដំណើរចេញពីភូមិអមតៈដោយទុកភាពភ័យខ្លាចនិងប្រលឹងដែលជាប់ឃុំឃាំងនៅពីក្រោយ
នៅតាមផ្លូវវីរៈនិងពិសីមិនបាននិយាយអ្វីច្រើនទេពួកគេនៅតែភ័យខ្លាចនឹងអ្វីដែលបានកើតឡើងពួកគេបានបាត់បង់មិត្តម្នាក់គឺសីហាពួកគេបានត្រឡប់មកដល់ភ្នំពេញវិញនៅពេលព្រឹកមកក្រាត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនាយបានរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនាងតែងតែយល់សម្ដីឃើញរឿងគួរឲ្យខ្លាចនិងតែងតែនិយាយរឿងមេម៉ាយខ្មោចនាងមិនបានជាសះស្បើយពេញលេញឡើយចំណែកវីរៈនិងពិសីពួកគេទាំងពីរបានផ្លាស់ប្ដូរទាំងស្រុងពួកគេលែងជាមនុស្សដែលចូលចិត្តផ្សំប្រេងទៀតហើយពួកគេតែងតែមានអារម្មណ៍ភ័យខ្លាចនិងតែងតែឃើញស្រមោលព្រាលរូបថតដែលពិសីបានថតទាំងអស់ក៏ត្រូវបានគេលុបបាត់អស់ទោះបីជាមានការស្វែងរកសីហាក៏ដោយតែគេក៏មិនដែលរកឃើញឡើយរូបគេត្រូវបានចាត់ទុកថាបាត់ខ្លួនតើយើងគួរប្រាប់អ្នកផ្សេងទេពិសីសួរវីរៈថ្ងៃមួយវីរៈក្រវីក្បាលគ្មាននរណាម្នាក់ជឿយើងទេពិសីគេនឹងគិតថាយើងឈួតហើយភូមិអមតៈនឹងនៅតែបន្តជាអថកំបាំងប៉ុន្តែរឿងរ៉ាវនៃទេសចរភូមិខ្មោចនៅភូមិអមតៈនៅតែបន្តល្បីល្បាញនៅលើបណ្ដាញសង្គមមនុស្សជាច្រើននៅតែបន្តទៅទីនោះដើម្បីស្វែងរកភាពរំភើបតែពួកគេមិនដែលដឹងថាភាពភ័យខ្លាចពិតប្រាកដមិនមែនគ្រាន់តែជាការលេងសើចនោះទេពេលខ្លះវីរៈតែងតែឮសំឡេងក្មេងសើចខ្សោៗនៅក្នុងត្រចៀករបស់គាត់ពេលខ្លះគាត់តែងតែមានអារម្មណ៍ថាគាត់មិនមែននៅម្នាក់ឯងនោះទេគាត់ដឹងថាអ្វីមួយបានតាមគាត់មកពីភូមិអមតៈព្រលឹងនៃភូមិអមតៈមិនបានទុកឲ្យពួកគេស្ងប់ចិត្តឡើយភូមិអមតៈនៅតែឈរនៅទីនោះក្រោមម្លប់ព្រៃយ៉ាងជ្រៅបន្តឃុំឃៀងព្រលឹងរាប់មិនអស់រងចាំព្រលឹងថ្មីមកធ្វើជាចំណីហើយទេសចរភូមិខ្មោចនោះនៅតែជាការកោះហៅនៃមរណៈដែលគ្មានអ្នកណាដឹងរឿងពិត